ខេត្តព្រៃវែងអញ្ចឹងណាគាត់តែអងឪខេត្តត្បូងឃ្មុំនិយាយចឹងបាទខ្ញុំធ្វើនេះបងធ្វើការខាងបែងបាទតែម្ដងទៀតបងធ្វើការខាងអីខាងបែងបងខាងបែងបាទគេចុះបងទទួលទៅលើប្រាក់ខែកម្រៃដែលបងទទួលបានទៅលើការងារខាងបែងប្រហែលដែរបង500ដែរបងអូខេខ្ញុំទៅខែបងទទួលបានទៅលើប្រាក់កម្រៃខ្ញុំទៅខែទទួលបានទៅលើ$500ណាបាទបងហើយបងអធិស្ឋានបងនៅខាងណាដែរបងបាទថាបងអូនធ្វើការខលទិញពីការិយាល័យធនាគារ ACD ដែរគឺជាអ្នកផ្សព្វផ្សាយព័ត៌មានទូទៅរាល់អតិថិជនដែលគាត់ធ្វើការប្រើប្រាស់ទៅលើប្រព័ន្ធស្មាតគាត់អត់ទាន់ដឹងថាលេខរបស់គាត់នឹងទទួលបានទៅលើដំណើរការផ្ដល់ជូនអញ្ចឹងណាបងបាទបងបាទអញ្ចឹងតែពេលនេះបងអូនសូមជម្រាបបងរស់នៅខេត្តត្បូងឃ្មុំនៅខាងស្រុកអូរ៉េងអីណាបាទបងបាទភរិយាហើយឬនៅមានហើយបងមានហើយគេភរិយារបស់បងហ្នឹងគាត់ជាស្ត្រីអ្នកចាស់ឬក៏គាត់ជាអ្នកធ្វើការអូគាត់នៅធ្វើការបងធ្វើការគាត់ប្រកបការងារខាងអីដែរអូគាត់ខាង sale បងខាង sale ខាង bank ដែរអូខាង sale ខាង bank ដូចគ្នាណាបាទបងបាទអូខេអរគុណច្រើនសម្រាប់បងមានអាយុប្រហែលហើយបងអូខ្ញុំ20ជាងបង25ហើយអូ20អូតំតែជា25ខ្ញុំអរគុណច្រើនសម្រាប់បងមានឈ្មោះអ្វីដែរបងនៅក្នុងអត្តសញ្ញាណប័ណ្ណរបស់បងខ្ញុំឈ្មោះឈឹមរងបងខ្ញុំម្ដងទៀតបងឈ្មោះឈឹមរងបងឈឹមរងបាទអរគុណច្រើនអញ្ចឹងគណៈពេលនេះបងអូនសូមឲ្យបងរកកន្លែងណាដែលមានសុភាពខ្ញុំចាំគឺបងអូនធ្វើការផ្ដល់ព័ត៌មានជូនបងចាក់តូនទៅលើលេខទូរស័ព្ទដៃរបស់បងនឹងទទួលបានណាពីគម្រប់គួរណាបងណាបងអធិស្ឋានបងមានបញ្ហាអីបងនិយាយចំទៅដោយសារខ្ញុំអត់មានពេលដែរអញ្ចឹងណាបងបាទតែគឺបងអូនសូមធ្វើការជម្រាបថាលេខទូរស័ព្ទដៃរបស់បងនោះបានទទួលសម្ងាត់ការផ្ដល់ជូនពីមតិផ្ទាល់របស់សម្ដេចព្រះព្រឹទ្ធបណ្ឌិតជាមួយនឹងកម្មវិធីលោកបាប់ពីក្រីក្រនៅក្នុងប្រទេសកម្ពុជាយើងណាបងបាទបងបានមិនទៅបងមិនទៅមានបញ្ហាអីមានបាទលេខទូរស័ព្ទដៃរបស់បងដែលមានលេខកូដដៃ85និង221នឹងទទួលបានទៅលើដំណើរការផ្ដល់ជូនយកលេខទូរស័ព្ទដៃប្រជាប្រដ្ឋខ្មែរយើងប្រព័ន្ធស្មាតយកមកដាក់ក្នុងស្ងោតណាបាទបងបាទហើយក៏តម្លាក់តាមទៅលេខទូរស័ព្ទដៃរបស់បងប្រុសដែលរស់នៅទីក្រុងខេត្តត្បូងឃ្មុំណាដែលនៅស្រុកអូរ៉េងអីណាបងបាទបងបាទអូចាំសុំឲ្យចាំតាមមក2មក2មក3មកយកឡានហ្នឹងមកយកមកបាទបងអានេះម៉ានបងម៉ានអីក៏មកយកឡានទៅមកខ្ញុំទៅសេឈ្មោះក្នុងតាមប្រហែលបងម៉ានតែជាស្រ័យមិញមានគេមកប្រជុំចឹងទៅនៅមិនចឹងមិនទៅបាទលេខទូរស័ព្ទដៃរបស់បងនឹងទទួលបានទៅលើដំណើរការផ្ដល់ជូនពីកម្មវិធីនៅវេលាថ្ងៃហ្នឹងណាទទួលបានទៅលើដំណើរការផ្ដល់ជូនជាមួយនឹង$100,000ណាបាទបងបាទវាពីចំនួន40រៀលរបស់ជារូបអបអរសាទរបងណាបាទអបអរសាទរបងអរគុណច្រើនហើយយកធ្វើម៉េចបានទៅបងលុយហ្នឹងបាទអញ្ចឹងគ្រាន់តែបងធ្វើការរៀបចំអធិការជាមួយនឹងកម្មវិធីរបស់បងនឹងទទួលបានទៅលើដំណើរនៅវេលាថ្ងៃហ្នឹងក្រុមការងារខ្ញុំធ្វើការដឹកជញ្ជូនទៅប្រាក់របស់បងនឹងទទួលបានទៅលើដំណើរទៅដល់គេអត្ថរបស់បងនៅវេលាថ្ងៃហ្នឹងផ្ទាល់ណាបាទធ្វើម៉េចទៅបងធ្វើម៉េចអូខេចឹងលក្ខខណ្ឌកិច្ចកម្មវិធីជាមួយតម្រូវបងធ្វើការជួយរក្សាទៅលើព័ត៌មាននេះណាបាទបងបាទអត់តឲ្យបងដែរជម្រាបពុតអានប្រាប់ពីមាត់1ទៅមាត់2ពីលក្ខខណ្ឌកិច្ចកម្មវិធីបងអាចរក្សាព័ត៌មានបានទេបាទបងអត់អីបងអាចរក្សាបានបាទអរគុណច្រើនទៅបងធ្វើការជម្រាបថាគ្រាន់តែបងរៀបចំឯកសារចាំនៅគេអត្ថរបស់បងដូចជាអត្តសញ្ញាណប័ណ្ណបាទរៀបចំមិនទៅបងអូខេជាប្រគ្រូសាអីទៀតបងអូខេនឹងលេខទូរស័ព្ទដៃរបស់បងដែលនឹងទទួលបានទៅលើសំណាងការផ្ដល់ជូនកុំឲ្យបាត់ហើយកុំឲ្យជ្រុះទូរស័ព្ទរបស់បងហ្នឹងបាត់ពីបាត់អីចឹងបាទបងបាទយើងទៅតាមទៅលើលេខដែលយើងទទួលបានទៅលើសំណាងឲ្យបានត្រឹមត្រូវណាបាទបងបាទចឹងគណៈពេលនេះបងអូនស្ដាប់អត់ទៅបានទេបងអូនចង់ឲ្យបងរកកន្លែងណាដែលមានប្រភេទស្ងាត់ពីនឹងបន្តិចបានទេស្ងាត់ហើយបងដោយសារខាងនេះវាតំបន់វាតាមភូមិទៅវាមិនសូវមានសេវាអញ្ចឹងណាបងបាទខាងទឹកបងរកកន្លែងណាដែលមានបងនៅម្នាក់ឯងងាយស្រួលបងធ្វើការផ្ដល់ព័ត៌មានជូនបងណាបាទឥឡូវលឺអត់លឺច្បាស់បងលឺអត់បាទអូខេទទួលបានច្បាស់ហ្នឹងហើយបាទអូខេអរគុណច្រើនខ្ញុំគណៈពេលនេះការចូលរួមសហការគ្នាជាមួយនឹងលោកអាដាមពីចន្ទោជាមួយនឹងអ្នកជួយជំនួយម៉ៃសមនជាមួយនឹងសំណាក់អ្នកអង្គការទឹកលេងហើយគាត់ក៏ជាគណៈកម្មការទាំង3រូបផងដែរណាបាទបងបាទខ្ញុំចង់បងគាត់មានពាក្យពេចន៍អ្វីជូនពរទៅដល់គណៈលោកអាដាមលោកជំទាវដែរទេតែបងជាអ
ទៅទៅដល់មានទី9ដែលនឹងទទួលបានទៅលើដំណើរការផ្ដល់ជូនអញ្ចឹងណាបងបាទបងបានមិនទេបងបាទបងប្រមានពីពេញឲ្យជូនពោគាត់ទេណែបើសិនជាខ្ញុំបានលុយ$10000មែនខ្ញុំជូនពោគាត់សុខភាពល្អរស់ស៊ីមានបានហ្នឹងហើយអាយុវែងហ្នឹងហើយអរគុណយ៉ាងហើយក៏បងក៏ជប់ជូនពោឲ្យបងជូនពុទ្ធពលទាំងពួងប្រកាសជាឆ្ងាយរងនៃជំងឺ Covid-19 ណាបាទបងបាទអូខេអញ្ចឹងលក្ខខណ្ឌទៅការកម្មវិធីតម្រូវឲ្យបងធ្វើការរៀបចំឯកសារគ្រប់គ្រាន់ប៉ុន្តែតម្រូវបងធ្វើការតបចាប់ជាមួយនឹងលេខទូរស័ព្ទដៃរបស់បងដើម្បីឲ្យលេខទូរស័ព្ទដៃរបស់បងនោះវាដំណើរការជាមួយនឹងប្រព័ន្ធកុំព្យូទ័ររបស់ធនាគារទីដាណាបាទបងបាទអូខេការតម្រូវឲ្យបងធ្វើការតបចាប់ជាមួយនឹងលេខទូរស័ព្ទដៃនោះដោយសារទីនេះបងអត់ទាន់ទទួលទៅលើលេខកុងធនាគារដែលទឹកទៅប្រាក់$10000ទេទេបាទបងបាទដល់អញ្ចឹងតម្រូវបងតបចាប់ជាមួយនឹងចលឹកកាតចំនួន$6ណាសលឹកកាត$6ហើយបងបានសលឹកកាត$6នេះគឺឲ្យបងទិញមកបញ្ចូលទៅក្នុងទូរស័ព្ទដៃរបស់បងប្រុសផ្ទាល់តែម្ដងមិនមែនឲ្យបងទិញសលឹកកាតនោះយកមកបញ្ចូលឲ្យក្រុមការងារឬក៏បញ្ចូលឲ្យទៅបកគោលណាទេបាទបងបាទបានទិញសលឹកកាត$6បងទិញ$1 $6សលឹកឬក៏$5មួយសលឹកឬក៏$1មួយសលឹកឬក៏$2 3សលឹកបងធ្វើយ៉ាងណាមិញឲ្យគ្រប់$6ដើម្បីយកមកបញ្ចូលទៅក្នុងស៊ីមកាតរបស់បងជាមួយនឹងទូរស័ព្ទដៃដែលនឹងទទួលបានទៅលើតំណាងបាទបងបាទអូខេចឹងបងចូលហើយតែខាត់ទៅកម្មវិធីយល់បងយល់បាទអូខេអរគុណច្រើនសម្រាប់បងយល់ណាប៉ុន្តែបងអូនចង់ឲ្យបញ្ជាក់បងពីនាទីដែលបងធ្វើដំណើរទៅទិញសលឹកកាតដើម្បីយកមកបញ្ចូលនោះបងប្រើពេលវេលាប្រហែលនាទីដើម្បីឲ្យបងរៀបចំឯកសារដើម្បីធ្វើដំណើរចុះទៅដល់ទីអត្ថារបស់បងនៅវេលាថ្ងៃហ្នឹងកាត$6ហើយនឹងឯកសារបងឯងចាំមកដល់ផ្ទះបងអូនផ្ទាល់ទៅចាំខ្ញុំរៀបចំឲ្យបងផ្ទាល់ហ្មងមិនដែរបងខ្ញុំមានថាបងអត់តបជាប់ទេណាខ្ញុំចង់ឲ្យបងឯងចុះមកផ្ទាល់ទៅកុំឲ្យពិបាកខ្ញុំនេះហ៎បងចុះមកផ្ទាល់ទៅរៀបចំឯកសារផ្ទាល់អញ្ចឹងខ្ញុំឲ្យបងឯងផ្ទាល់ដៃហ្មងអញ្ចឹងហ៎បងសាហាវប្រូ